សត្វបក្សី Birders ជាសត្វដែលមានកន្លែងនៅលើផែនដីពីរដែលពុំអាចកើតចេញបានដោយគ្មានសម្ដាលពណ៌សេសដូចនេះមានកន្លែងជាច្រើនបេសកកម្មនិងភាពមិនស្មើភាពគ្នាទៅនឹងបក្សីនីមួយលក្ខណៈសំខាន់របស់សត្វបក្សីផលិតសាច់សត្វបក្សីមានណែនាំផ្ដល់សាច់ព្រើវាគឺជាផលិតផលសំខាន់ដែលចែករំលែកសត្វដទៃទៀតបណ្ដោះអាសន្នសត្វបក្សីសុទ្ធសាធនិយមភាគច្រើនជាពុកម្ដាយស៊ីនយ៉ាងល្អក្នុងពេលស្វែងរកសំណោងនៅក្នុងដីការហោះហើរសត្វបក្សីជាផ្នែកនៃការហោះហើរដែលអាចគ្របដកធ្មត់និងស្វែងរកអាហារពណ៌និងសំឡេងសត្វបក្សីមិនត្រឹមតែមានពណ៌ស្រស់ស្អាតតែប៉ុណ្ណោះក៏មានសំឡេងដ៏ល្អផងដែរឧទាហរណ៍បក្សីមានច្រើនប្រភេទស្ថិតក្នុងក្រុមល្បីដូចជាបក្សីរ៉ាស៊ីលសម្រាប់ត្រីនិងម្កូវសត្វបក្សីមានសារៈសំខាន់ក្នុងអេកូឡូជីនៃសត្វផ្សេងនិងជាកម្មវិធីសំខាន់នៃពីរពងគ្នាសូមអរគុណជួយ Subscribe Channel ម្នាក់មួយផងបងប្អូនដើម្បីទទួលបាន Content ថ្មី